ចាបន្តទៀតចូលដល់ជនជាអ្នកណជាមួយនឹងស្រៈចាកូនស្គាល់ហើយមួយនេះគឺជាជនជាអ្នកណចាមួយនេះគឺជាស្រៈអញ្ចឹងអ្នកគ្រូនឹងសរសេរការពុំជនជាអ្នកនឹងស្រៈនេះឲ្យកូនមើលចាសូមយកចិត្តទុកដាក់មើលក្តារខៀនចាអញ្ចឹងអ្នកគ្រូនឹងសរសេរជនជាអ្នកណសំជាមួយនឹងស្រៈចាសូមស្ដាប់ជនជាអ្នកណផ្សំជាមួយនឹងស្រៈកូនអានថានៅចាអំបញ្ញមិញកូនបានមើលហើយការផ្គុំជនជាអ្នកណជាមួយនឹងស្រៈកូនអានថានៅចាឥឡូវនេះសូមឲ្យកូនយកចិត្តទុកដាក់ចាអ្នកគ្រូនឹងអានឲ្យកូនស្ដាប់ចាអញ្ចឹងកូនស្គាល់ហើយជនជាអ្នកណផ្សំជាមួយនឹងស្រៈកូនអានថានៅចាកូនបានស្ដាប់អ្នកគ្រូអានហើយឥឡូវអ្នកគ្រូនឹងអានម្ដងទៀតហើយសូមឲ្យកូនអានតាមអ្នកគ្រូនៅចាសូមអាននៅចាកូនបានស្ដាប់និងបានអានតាមអ្នកគ្រូហើយឥឡូវនេះសូមឲ្យកូនជាអ្នកអានដោយខ្លួនឯងចាសូមអានចាអញ្ចឹងកូនបានស្ដាប់និងបានអានដោយខ្លួនឯងហើយចាអំពីជនជាអ្នកណប្រកបជាមួយនឹងស្រៈឥឡូវនេះចូលមកដល់ការធ្វើលំហាត់ម្ដងចាសូមឲ្យកូនយកចិត្តទុកដាក់ធ្វើលំហាត់ទាំងអស់គ្នាអញ្ចឹងនៅក្នុងលំហាត់នេះគឺកូនត្រូវសរសេរជនជាអ្នកណជាមួយនឹងស្រៈឡើងវិញចាកូនដឹងហើយជនជាអ្នកណជាមួយនឹងស្រៈកូនអានថានៅអញ្ចឹងកូនអាចមើលនៅលើស្នាមគំនូរពណ៌ខ្មៅនេះបានចាសូមឲ្យកូនចាប់ផ្ដើមសរសេរនៅចានៅលើនេះរហូតដល់ចំណុចចុងក្រោយអញ្ចឹងនៅពេលដែលកូនសរសេរហើយកុំភ្លេចឲ្យអាណាព្យាបាលពិនិត្យតើកូនបានសរសេរត្រឹមត្រូវហើយឬនៅ